នៅព្រឹកថ្ងៃទី8 ខែមិថុនាឆ្នាំ2026លោកញ៉ែមសំអឿនអភិបាលខេត្តរតនគិរីបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកាយរិទ្ធត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរិទ្ធថ្នាក់ជាតិលើកទី3 ពិធីនេះធ្វើឡើងនៅរូបសំណាកគ្រួសារដំរីមាត់បឹងកន្សែងស្ថិតក្នុងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីក្នុងឱកាសនេះលោកអភិបាលខេត្តបានប្រោះព្រំនិងប្រគល់ភ្លេងជូនក្រុមកាយរិទ្ធខេត្តរតនគិរីមុនចេញទៅប្រកួតក្រុមភ្លេងកាយរិទ្ធថ្នាក់ជាតិលើកទី3នៅរាជធានីភ្នំពេញក្រោមប្រធានបទភ្លេងកាយរិទ្ធដើម្បីសន្តិភាពនិងការអភិវឌ្ឍចាប់ពីថ្ងៃទី14ដល់ថ្ងៃទី16 ខែមិថុនាឆ្នាំ2026នៅផូកីឡដ្ឋានជាតិអូឡ িম্প ិកអភិបាលខេត្តនិងជាប្រធានក្រុមប្រឹក្សាកាយរិទ្ធខេត្តបានផ្ដាំផ្ញើឲ្យថ្នាក់ដឹកនាំនិងក្រុមកាយរិទ្ធទាំងអស់ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណងគោលការណ៍និងវិធីនៃចលនាកាយរិទ្ធព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយរិទ្ធនិងពង្រីកការធ្វើអំពើល្អសម្ដៅសាងជនគំរូក្នុងជួយយុវជនឲ្យបានកាន់តែច្រើនឡើងដើម្បីឲ្យសមាជិកកាយរិទ្ធទាំងអស់ក្លាយជាពលរដ្ឋល្អនិងមានសមត្ថភាពគ្រប់គ្រាន់មានស្មារតីទទួលខុសត្រូវខ្ពស់និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍និងប្រទេសជាតិជាពិសេសត្រូវយកជ័យលាភីឲ្យបានក្នុងការប្រកួតក្រុមភ្លេងកាយរិទ្ធថ្នាក់ជាតិលើកទី3នៅរាជធានីភ្នំពេញក្រោមប្រធានបទភ្លេងកាយរិទ្ធដើម្បីសន្តិភាពនិងការអភិវឌ្ឍថ្ងៃទី14-16 ខែមិថុនាឆ្នាំ2026នៅផូកីឡដ្ឋានជាតិអូឡ িম্প ិកខាងមុខនេះ